សួស្តីបងប្អូនទាំងអស់គ្នាតើអ្នកចង់ចាស់ឈុំតែក្រខំទឹកដោះគោដែលមានរសជាតិឈ្ងុយពណ៌ស្អាតសម្រាប់បងដែលចង់ធ្វើញ៉ាំខ្លួនឯងឬធ្វើលក់តាមតូបកាហ្វេថ្ងៃនេះ MH Coffee Recipes នឹងបង្ហាញរូបមន្តលម្អិតបំផុតសម្រាប់កែវគ្រប់ទំហំគ្រឿងផ្សំកែវលេខ16ទឹកតែក្រហម80មីលីលីត្រម្សៅគ្រីមម៉ា1ស្លាបព្រាបាយទឹកដោះគោខាប់30មីលីលីត្រទឹកដោះគោស្រស់ខ្ទិះ20មីលីលីត្រតម្លៃលក់មួយកែវ2000រៀលទៅ2500រៀលកែវលេខ22ទឹកតែក្រហម100មីលីលីត្រម្សៅគ្រីមម៉ា1ស្លាបព្រាបាយទឹកដោះគោខាប់40មីលីលីត្រទឹកដោះគោស្រស់30មីលីលីត្រតម្លៃលក់មួយកែវ3000រៀលទៅ3500រៀលកែវលេខ32ទឹកតែក្រហម150មីលីលីត្រម្សៅគ្រីមម៉ា1ចាត់ប៉ាមស្លាបព្រាបាយកន្លះទឹកដោះគោខាប់50ទៅ60មីលីលីត្រទឹកដោះគោស្រស់50មីលីលីត្រតម្លៃលក់មួយកែវ4000រៀលទៅ5000រៀល1របៀបឆុងទឹកតែក្រហមសម្រាប់ស្តុកសមមៀតស្លឹកតែក្រហម50ក្រាមត្រាំជាមួយទឹកក្តៅ1លីត្ររបៀបធ្វើដាក់ស្លឹកតែឈ្នួសស្បៃច្រោះចាក់ទឹកក្តៅចូលរួចត្រាំទុកប្រហែល 3-5 នាទីកុំត្រាំយូរពេកវានឹងចត់ខ្លាំងច្រោះយកកាក់ចេញអ្នកនឹងទទួលបានទឹកតែក្រហមដិតសម្រាប់លាយ2ជំហាននៃការលាយភេសជ្ជៈរំលាយម្សៅចាក់ទឹកតែក្រហមដែលនៅក្តៅតាមបរិមាណកែវនីមួយៗចូលក្នុងកែវរួចដាក់ម្សៅគ្រីមមើចូលបើអត់មានតែក្តៅអាចដាក់ទឹកក្តៅ15មីលីលីត្រកូរឲ្យរលាយអស់កុំឲ្យកកដុំបន្ថែមភាពផ្អែមដាក់ទឹកដោះគោខាប់ចូលរួចកូរឲ្យសព្វអ្នកអាចបង្កើនឬបន្ថយតាមចំនួនចិត្តផ្អែមបង្កើនជាតិឈ្ងុយចាក់ទឹកដោះគោស្រស់ចូលរួចកូរចូលគ្នាឲ្យក្លាយទៅជាសាច់តែមួយការដាក់ទឹកកកចូលក្នុងកែវឲ្យពេញរួចចាក់តែក្រហមដែលលាយរួចចូលគន្លឹះអ្នកអាចចាក់ទឹកដោះគោស្រស់បន្ថែមពីលើទឹកកកដើម្បីឲ្យមើលទៅមានស្រទាប់ពណ៌តែក្រហមនិងសស្អាត Topping តែក្រហមទឹកដោះគោត្រូវគ្នាបំផុតជាមួយគ្រាប់គុជខ្មែរចាហុយតែក្រហមឬចាហុយផ្សេងអរគុណសម្រាប់ការតាមដាននិងគាំទ្ររាល់វីដេអូរបស់ MH Coffee Recipes ជួយ follow like share និង comment របស់បងប្អូន